ទីពឹងខាងក្នុងសំខាន់ណាស់ទីពឹងខាងក្នុងដល់ទៅទីពឹងនឹងតទេចឹងទៅអត់មានអីសោះហើយតើគួរឲ្យសំណោះប៉ុណ្ណាទៀតមើលគុណចាស់ពិនិត្យមើលទៅតែយើងអាចពឹងអ្វីខាងក្រៅដែលយើងគិតថាប្រសើរគិតតែគ្រាន់បើគិតតែសំណុកសុខស្រួលកុំថ្កើងរុងរឿងណាដោយលៀបដោយយកដោយគេឈ្មោះអីទាំងអស់ហ្នឹងតើយកមកជាទីពឹងការពារអបាយភូមិបានទេមកជាទីពឹងដើម្បីរងាប់នៅអាការកវល់កវាយទុកទោមនស្សក្នុងចិត្តសន្តាននឹងបានទេនឹងឲ្យបានជាទីពឹងចូលទៅនៅក្នុងចំណោមសប្បុរសឲ្យបានជាទីពឹងចូលទៅចំណោមនៃព្រះអរិយបុគ្គលទាំងឡាយនឹងបានទេដល់តែអត់មានណាមិនអាចចូលក្នុងចំណោមសប្បុរសមិនអាចចូលក្នុងចំណោមព្រះរិយៈដ៏រុងរឿងដង្ហែព្រះអង្គទៅកាន់ព្រះនិព្វានបានអញ្ចឹងវាត្រូវធ្លាក់មកទាំងណាក្នុងចំណែកនៃសេចក្តីទុក្ខលំបាកណាងងខ្លៅក្នុងវដ្តសង្សារហ្នឹងទៅកប់យ៉ាងជ្រៅទៅនៅក្នុងអន្លង់នៃសេចក្តីទុក្ខទៅឃើញសង្វេគអញ្ចឹងទៅដល់គុណចាស់ព្រះអង្គមានសេចក្តីសង្វេគអញ្ចឹងទៅបានត្រូវរកនៅទីពឹងនឹងឯងចឹងអានឹងដែលព្រះអង្គសម្ដែងពីសេចក្តីចម្រើននៃព្រះសទ្ធម្មហើយនឹងសេចក្តីសាបសូន្យទៅនៅព្រះសទ្ធម្មហ្នឹងគឺឲ្យភិក្ខុទាំងឡាយហ្នឹងមានសេចក្តីសង្វេគនឹងឯងណារូតរះរកទីពឹងព្រោះព្រះសទ្ធម្មដែលវិន័យទៅហ្នឹងគឺព្រះសទ្ធម្មនៅក្នុងបុគ្គលម្នាក់មួយអង្គហ្នឹងណាអញ្ចឹងគឺកុំឲ្យព្រះសទ្ធម្មនឹងឯងអន្តរធានសាបសូន្យទៅហ្នឹងគឺក៏ត្រូវប្រព្រឹត្តទៅនៅក្នុងទី1សិក្សារៀនសូត្រហ្នឹងណាត្រួតត្រងចាំទុកពិចារណាសេចក្តីឲ្យបានល្អហើយធម្មមានធម្មបរិបត្តិណាហ្នឹងគឺសម្រាប់មួយអង្គរៀងអង្គហ្នឹងចឹងទៅដោយការណាស្ដាប់ដោយសេចក្តីគោរពរៀនដោយសេចក្តីគោរពត្រួតត្រងចាំទុកដោយសេចក្តីគោរពពិចារណាអត្តសេចក្តីដោយសេចក្តីគោរពធัวបរិបត្តិនឹងឯងចម្រើនឡើងហ្នឹងគឺណាដោយសេចក្តីគោរពគឺបរិបត្តិដោយសេចក្តីគោរពហ្នឹងប្រព្រឹត្តទៅនៅក្នុងយតកថា4ចឹងដែលព្រះអង្គទ្រង់សម្ដែងថាមានខ្លួនឯងជាទីពឹងមានខ្លួនឯងជាទីរលឹកហ្នឹងណាមិនមានរបស់អ្វីដទៃជាទីពឹងជាទីរលឹកឡើយគឺមានធัวជាទីពឹងមានធัวជាទីរលឹកនឹងឯងណាបុគ្គលដែលមានធัวជាទីពឹងជាទីរលឹកហ្នឹងតើដូចម្ដេចគឺពិចារណាឃើញកាយក្នុងកាយជាប្រកបដីណាពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយហ្នឹងពិចារណាឃើញចិត្តក្នុងចិត្តពិចារណាឃើញធัวក្នុងធัวទាំងឡាយហ្នឹងដែលឈ្មោះថាមានខ្លួនឯងជាទីពឹងនោះគឺមានធัวជាទីពឹងនឹងឯងដល់អញ្ចឹងទៅទោះជាលោកនឹងណាប្រព្រឹត្តទៅយ៉ាងណាជាទុក្ខអរិយសច្ចៈហ្នឹងក៏ជាធម្មៈទៅដែលជាទុក្ខអរិយសច្ចៈណាការមិនលិចចុះទៅក្នុងទុក្ខនឹងឯងព្រោះឃើញទុក្ខនឹងឯងមិនទៀងជាទុក្ខជាអនត្តាការដែលឃើញដោយបញ្ញាយ៉ាងនេះឯងរមែងលះបង់នៅទុក្ខនោះដោយការមិនប្រកម្មហ្នឹងយ៉ាងហ្នឹងដែលជាការមិនលិចចុះទៅជាមួយនឹងទុក្ខហ្នឹងគ្រាន់តែកំណត់ដឹងនៅទុក្ខអរិយសច្ចៈហ្នឹងឯងព្រោះអ្វីដែលជាទុក្ខគឺធម្មៈណាធម្មៈដែលប្រព្រឹត្តទៅជាទុក្ខណាក្នុងភាពជាអរិយសាវកឬក៏ជាពុទ្ធបរិស័ទនឹងឯងចឹងណាដែលជាអ្នករក្សានៅព្រះសទ្ធម្មនឹងឯងមិនឲ្យសាបសូន្យទៅហើយកណ្ដាគុណចាស់ផ្ទៀងផ្ទាត់មើលទៅការរក្សានៅព្រះសទ្ធម្មហើយនឹងរបស់ខាងក្រៅខ្លួននោះតែយើងគិតថាវាក្រំបើជាមួយនឹងអ្នកណាបង្អួតបង្អអីទៅជាមួយនឹងអ្នកណាជួនកាលអតែឯងទៅអ្នកដទៃនឹងកើតទុកជាមួយគ្នានឹងរបស់ដែលយើងអហ្នឹងក៏មានដែរជាងកាលអតែឯងទៅអ្នកដទៃគេចំណែនក៏តែមានដែរដូច្នេះរបស់ហ្នឹងវាមិនសំខាន់វាមិនធំទលំទលាយអីទៅទេជារបស់ណាមកពេលមកគ្រាអីទៅតែប៉ុណ្ណឹងណាឯចំណែកគុណធម៌ដែលជាទីពឹងវិញ
ស្ងប់រងាប់ស្ថិតនៅក្នុងណាជួរនៃព្រះអរិយសាវកទាំងឡាយដែលដង្ហែព្រះអង្គណាទៅតាមស្នាមព្រះយគលបាតស្ងប់រងាប់ណាប្រព្រឹត្តធម៌ដូច